8ដើម្បីឲ្យសិស្សគាត់ឆ្លងកាត់ទៅរៀនទាន់ពេលវេលាបាទហើយល្ងាចគឺយើងបានប្រិយមិត្ត CNM ជាទីមេត្រីយើងទៅមើលច្រកទ្វារអន្តរជាតិប៉ុយប៉ែតឯនោះឃើញថាភាគីកម្ពុជានិងថៃគឺបានឯកភាពគ្នាឲ្យមានការសម្របសម្រួលនៅក្នុងការចេញចូលរបស់សិស្សានុសិស្សកម្ពុជាដែលស្នាក់នៅក្នុងផ្សាររងឃ្លឿបានចេញចូលនៅម៉ោង6ព្រឹកទាំងសិស្សានុសិស្សដែលចូលមកសិក្សានៅកម្ពុជានិងទាំងសិស្សានុសិស្សដែលចូលទៅសិក្សានៅប្រទេសថៃមានសេចក្តីរាយការណ៍មកថាកម្លាំងជំនាញកម្ពុជាថៃបានឯកភាពនៅក្នុងការសម្រួលដល់ការចេញចូលរបស់សិស្សានុសិស្សកម្ពុជាដែលស្នាក់នៅក្នុងផ្សាររងឃ្លឿឲ្យចូលនិងចេញនៅម៉ោង6ព្រឹកទាំងសិស្សានុសិស្សដែលចូលមកសិក្សានៅកម្ពុជានិងសិស្សានុសិស្សដែលចូលទៅសិក្សានៅថៃតាមច្រកទ្វារអន្តរជាតិប៉ុយប៉ែតនៃខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍តូពេជ្រវណ្ណានាយករងទីចាត់ការងារព្រំដែនអគ្គបញ្ជាការនិងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានលោកអភិបាលក្រុងប៉ុយប៉ែតនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ុយប៉ែតនៃខេត្តបន្ទាយមានជ័យជួបសំណេះសំណាលជាមួយនឹងខាងភាគីថៃដឹកនាំដោយលោកវរៈសេនីយ៍ឯកប្រាក់ធីវត្តភើងប្រផាត់ដែលជាមេបញ្ជាការរងកងកម្លាំងបូព៌ាដើម្បីជួយសម្រួលដល់ការចេញចូលរបស់សិស្សានុសិស្សដែលស្នាក់នៅក្នុងផ្សាររងឃ្លឿប្រទេសថៃដែលខ្លឹមសារនៃការសម្របសម្រួលនោះគឺឲ្យសិស្សានុសិស្សនៃប្រទេសទាំងពីរបាទចេញចូលនៅម៉ោង6ព្រឹកទាំងសិស្សានុសិស្សដែលចូលមកសិក្សានៅប្រទេសកម្ពុជានិងសិស្សានុសិស្សដែលចូលទៅសិក្សានៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ុយប៉ែតនៃខេត្តបន្ទាយមានជ័យ